នេះបើញោមញាតចង់បានសេចក្តីសុខសូមរក្សាសិលសិល5គេហៅមនុស្សទេវោពុទ្ធថាមនុស្សទេវតារតនតយសៈខ្ញុំព្រះករុណាសូមបងអរកាយវាចាចិត្តថ្វាយបង្គំនឹករលឹកចំពោះប្រជុំ3នៃបរតនត្រ័យគឺព្រះពុទ្ធមួយព្រះធម៌មួយព្រះសង្ឃមួយដែលជាកែវដ៏ឧត្តមឧត្តមខ្ពង់ខ្ពស់បំផុតនឹងរកកែវអ្វីដទៃណាក្នុងលោកនេះយកមកព្រៀបផ្ទឹមឲ្យត្រឹមស្មើពុំបានឡើយដោយត្បូងសិរសាដោយសេចក្តីគោរពអាត្មាភាពសូមចម្រើនពរញោមញាតពុទ្ធបរិស័ទជាឧបាសកឧបាសិកាទេយៈទេយិកាពុទ្ធនាមកជនទាំងឡាយគ្រប់រូបដែលមានឧបាសកឈុនយន់យងពីណាឧបាសកឈុនយងណាឧបាសិកាសឿងឌីចាន់នីណាអ្នកស្រីរិទ្ធលីដានិងលោកគង់សធាព្រមទាំងបុត្រឯណាមកលោកវិជ្ជរិទ្ធណារងវិជ្ជបណ្ឌិតហ៎ពេទ្យហ៎មកឃើញដាក់វិជ្ជទៅទេណារងនិងលោកស្រីវិជ្ជបណ្ឌិតលឹមសុលៀងព្រមទាំងបុត្រឯណាអ្នកស្រីរិទ្ធកញ្ចនានិងស្វាមីព្រមទាំងបុត្រឯណាមកសំស្គាល់អ្នកស្រីរិទ្ធកនិកានិងលោកង៉ែតុងខេងព្រមទាំងបុត្រឯណានេះកញ្ញាសុធាច័ន្ទបរមីឯណាកញ្ញាសុធាអាទិត្យរស្មីឈ្មោះនេះសម្បាមសត្វតប្រអិននៅលើមេឃចុះព្រះច័ន្ទព្រះអាទិត្យមាននៅដីណានៅលើអាកាសបងនាមអនលោកអ្នកសពបរោះគ្រប់រូបទាំងអស់ដែលអាត្មាភាពបានរង្គាយរៀបរាប់ជំរាបនាមឈ្មោះជូននេះគឺលោកជាអ្នកម្ចាស់កម្មវិធីបុណ្យថ្ងៃនេះកម្មវិធីបុណ្យនេះគឺលោកអ្នកកម្មវិធីបុណ្យលោករៀបជាពិធីបុណ្យតិខិណានុប្បទានឆ្លងចេតិយនិងបញ្ចុះអដ្ឋិធាចេតិយនៅឯណាបងមិនទាន់បានឆ្លងទេអូមិនចេះតិចឆ្នាំមែនទេបាទបន្តិកណានុបទាននិងឆ្លងចេតិយនេះគឺដើម្បីឧទ្ទិសកុសលនឹងជូនចំពោះលោកឪពុកអ្នកម្ដាយគឺឧបាសកចៅសែនរិទ្ធរិទ្ធិក៏រិទ្ធទេអានឹងស្រអេមិនឃើញមានទនធាតុសម្រាប់ចោលផងនិងអ្នកស្រីរិទ្ធលីណាស្វាមីភរិយាគាត់ហ៎ពុកនឹងកូនបង
ជាបរិស័ទចំណុះជើងវត្តបូនេះអញហើយមិនអាត្មាមិនដែលឃើញបងបើអាស្រ័យនេះកម្មវិធីបុណ្យហ្នឹងមាន3តិខិណានុបទានជាបុណ្យដែលកូនចៅសាច់ញាតិមនុស្សដែលរស់រានមានជីវិតធ្វើឡើងដើម្បីឧទ្ទិសជូនចំពោះលោកអ្នកដែលលះលោកទៅហើយនេះឈ្មោះថាបុណ្យតិខិណានុបទានអូញោមញាតិចំណាំឲ្យតែឮគេថាតិខិណានុបទានគឺគេធ្វើឧទ្ទិសជូនចំពោះអ្នកដែលស្លាប់ទៅកាន់លោកខាងមុខហើយណាត្រូវឲ្យស្គាល់នេះអ្នកកាន់ពុទ្ធសាសនាគុំតែចេះឮតែតិខិណានុបទានក៏មិនដឹងគេធ្វើអីកាន់បិណ្ឌក៏មិនដឹងធ្វើអីជាមិនអត់ទេពុទ្ធសាសនាមិនប្រសើរទេព្រះពុទ្ធលោកថាអត់ប្រសើរយើងធ្វើដោយអត់ដឹងចេះតែធ្វើទៅវាមិនដឹងទិសដៅអាស្រ័យនេះតិខិណានុបទានគឺឧទ្ទិសជូនដល់មេត្តាបិតាសាច់ញាតិមិត្តដែលលោកលះលោកនេះទៅកាន់លោកខាងមុខហើយនឹងឆ្លងចេតិយនេះនិយមរបស់យើងតែយើងហៅចេតិយប៉ុន្តែក្នុងភាសាបាលីនោះថាថោបៈឬសដោអញ្ចឹងបើយើងនិយមថាចេតិយពាក្យថាចេតិយនេះគឺសំដៅទៅលើកន្លែងណាដែលមានមនុស្សគេទៅគោរពគេចេតិយដោយវត្តអារាមទាំងមូលនេះក៏គេហៅចេតិយឋានដែរសម្រាប់ញោមញាតិមកគោរពបំពេញបន់បំពេញកុសលរសាសិលនៅក្នុងវត្តហ្នឹងគេហៅតែចេតិយដែរណាក៏រួចសំបីតែរូបរបស់ព្រះពុទ្ធក៏គេហៅតែចេតិយដែរព្រោះគេមនុស្សគោរពបូជាហ្នឹងបាទចេតិយមានន័យទូលំទូលាយណាស់សំបីតែប្រាសាទអង្គរវត្តប្រាសាទប្រខ័នតាព្រំទេក្តីអីឈ្មោះថាប្រាសាទតាព្រំអង្គរវត្តបន្ទាយក្តីតែដល់សរុបសេចក្តីក្រែងគេហៅចេតិយពីព្រោះជាកន្លែងដែលកូនចៅខ្មែរយើងទាំងអស់ទៅគោរពស្នាដៃពុព្វបរោះយើងដែលបានលោកធ្វើហ្នឹងបងហើយនៅគ្រប់ប្រាសាទទាំងអស់សុទ្ធតែមានពួកទេវតាដែលនៅរក្សាហ្នឹងដែលនៅតាមប្រាសាទមានទេវតាលោករក្សាកាលណាដូចជាពួកវិជីខ្សាន់នៅរដ្ឋវិជីណាលោកគោរពបូជាចេតិយពីគេមរតកដូនតាកាលណាមានចាស់ត្រុតត្រោមទៅជួសទៅជលថែរក្សាឲ្យថ្មីទៀតគោរពតពូជពងវងត្រកូលហ្នឹងពេលដូចសាសនាគ្រីស្ទានក៏គេហៅចេតិយដែលមានឈើព្រះវិហារហ្នឹងព្រោះសម្រាប់បរិស័ទក្នុងសាសនានៃគ្រីស្ទានគេទៅគោរពទៅសូត្រធ្វើអសត់អីហើយដូចជាកន្លែងមូស្លីមគេហៅម៉ូសវិហារគេហ្នឹងអានោះក៏គេហៅតែចេតិយដែរពីព្រមមានបរិស័ទទៅគោរពវាដូចជាខ្ទមរុកអរៈអ្នកតាអីទាំងឡាយទាំងពួងដែលមានមនុស្សទៅគោរពគេហៅតែចេតិយឲ្យទីណាឲ្យតែមានមនុស្សទៅគោរពអានេះសរុបពាក្យចេតិយប៉ុន្តែចេតិយក្នុងទីនេះសំដៅលើស្ដោមនឹងសធោបស្ដោមនឹងដែលជាតំណាងក្រុមគ្រួសារទាំងអស់យើងសាងមានរូបភាពជាឡើងសម្រាប់យកអធិធាតុពូជពងវងត្រកូលរបស់យើងឲ្យតែអនិច្ចកម្មយកទៅបញ្ចុះដាក់នឹងដើម្បីឲ្យវាជុំគ្នាដែលយើងមានស្ដោបហ្នឹងជានិមិត្តរូបយើងដឹងថាហ្នឹងចេតិយបញ្ចុះជាដូនចតាម៉ែឪអីសម្គាល់ទៅគោរពបានយើងនិយមហៅថាចេតិយណាសម្រាប់ពូជពងវងត្រកូលសាច់ញាតិយើងទាំងអស់គ្នាបងដែលទៅធ្វើការគោរពនមស្ការរំលឹកគុណដល់បុព្វការីជនមានមេត្តាបិតាជាដើមនេះអធិធាតុបញ្ចុះធាតុគឺយកធាតុមេត្តាបិតាទៅបញ្ចុះក្នុងហ្នឹងបងហើយមនុស្សយើង
រូបរាងកាយរបស់មនុស្សយើងវាប្រជុំដោយធាតុ4គេមហាភូតរូបមានដីមានទឹកមានភ្លើងមានខ្យល់ក្នុងកាយរបស់យើងមានប្រជុំវត្ថុ4ហ្នឹងឯងវេលាដល់យើងស្លាប់ទៅធាតុខ្យល់នោះចេញមុនគេវាបានទី2ធាតុភ្លើងកម្ដៅរលត់ទៅតាមក្រោយបានទី3ធាតុទឹកគឺឈាមគឺគ្រឿងឈាមប្រមាត់អីស្អីទាំងអស់ដែលជាគ្រឿងទឹកហ្នឹងចេញទៅទី3ដល់ទី4នៅធាតុដីធាតុដីអត់ទៅណាទេពួកនោះគេចេញចោលអស់ទៅខ្លួនឯងនៅហ្នឹងគឺអតិធាតុឆ្អឹងណានេះគេមហាភូតរូប4ហ្នឹងអុយសួរថាខ្យល់ទឹកភ្លើងហ្នឹងចេញទៅនៅឯណាថាពួកខ្យល់ចេញទៅនៅក្នុងក្រុមខ្យល់គ្នាគេវិញធាតុកម្ដៅចេញទៅនៅក្នុងពួកក្រុមគេវិញកម្ដៅភ្លើងពួកទឹកកាលណាចេញទៅនៅក្នុងក្រុមទឹកគ្នាវិញគេវិញនៅសល់ធាតុដីនៅលើដីនឹងឯងត្រូវគ្នាបានមនុស្សដែលស្លាប់ទៅនោះវាដែលសល់ក្រោយគឺអធិធាតុគឺធាតុដីនឹងឯងដែលយើងឃើញគឺឆ្អឹងហ្នឹងយើងយកទៅបញ្ចុះដាក់ក្នុងចេតិយជាទីសក្ការៈបូជានេះសម្រាប់មនុស្សព្រោះនេះអាត្មារៀបរាប់អំពីទក្ខណានុប្បទាននិងចេតិយហើយនៅបញ្ចុះធាតុហ្នឹងជូនមិនជាធ្វើទេសនាតែក៏រៀបរាប់ធ្វើទេសនាដែលត្រូវលើកមកសម្ដែងជូនញោមញាតិក្នុងកម្មវិធីបុណ្យថ្ងៃនេះគឺលើកអំពីកម្រការក្រ4យ៉ាងរបស់មនុស្សពុទ្ធលោកសម្ដែងថាកិច្ចឆោមនុស្សសបត្តិលាភោកិច្ចឆាំងមិច្ឆានជីវតាំងកិច្ចឆាំងសទ្ធម្មសវនាងកិច្ចឆោពុទ្ធានមុបាទោក្រ4យ៉ាងក្រទី1គឺក្របានកើតជាមនុស្សព្រមងាយទេកុំឲ្យឃើញមនុស្សលើផែនដីថាជាមនុស្សដែលសម្បូរនោះវាក្រណាស់ណាដែលមិនបានកើតជាមនុស្សនោះច្រើនណាស់ណាបានកើតមនុស្សយកមកមើលដេរឆានពេញផែនដីវាច្រើនជាងមនុស្សទៀតដែលធំជាងគេតម្រៃចូលមកមានក្របីមានគោមានឆ្លុះមានរមាំងមានជ្រូកមានឆ្កែឆ្មាអាសត្វជើង4ហ្នឹងញញរហូតដល់មកសត្វកណ្ដុរសត្វអីទាំងអស់អាសត្វពូជើង4នៃដេរឆានហើយសត្វស្លាបយកមកគិតតាំងពីតដករនីលមករហូតដល់មកសត្វចាប់សត្វញូសតូចខ្ញុំមើលដឹងប្រមាណលានពូជរិស័តដែលមានជើងច្រើនដូចជាក្តាមដូចជាអីណាខ្ញុំមានមើលសត្វក្អែបសត្វក្តាមហ្នឹងជើងច្រើនណាស់នឹងមានប្រមាណពាន់លានពូជទៅរិស័តអត់ជើងដូចត្រីនៅក្នុងទឹកដឹងប្រមាណពាន់ពូជទៅត្រីគេមើលមកអានឹងសួរថាតើយើងដែលបានកើតជាមនុស្សនេះមកពីស្អីឬដែលទៅកើតសត្វដេរឆានហ្នឹងមកពីអ្វីថាដែលយើងទាំងអស់គ្នាបានកើតជាមនុស្សព្រោះបានធ្វើអំពើកុសលសាងបុណ្យល្អមកធម្មពលកុសលនឹងជួយទ្រទ្រង់ជីវិតវិញ្ញាណរបស់យើងនោះឲ្យកើតជាមនុស្សវិញយ៉ាងចង់ពួកសត្វដេរឆានទាំងអស់ថាពួកនោះសត្វតែអំពើបាបសាងបាបអំពើទុច្ចរិតដោយកាយវាចាចិត្តកាលណាអស់ជីវិតស្លាប់ទៅនោះទៅសោយទុកក្នុងនរកតាមវាសេះសល់ផលកម្មស្រាលមកឡើងមកកើតភូមិមនុស្សយើងនេះកើតជាប្រែតដេរឆាននឹងអាពួកដេរឆានណាញោមញាតិអសុរកាយ3ហ្នឹងសត្វពួកដែលមានអំពើបាបទាំងអស់ក៏អត់អាចមកជាមនុស្សបានទេព្រោះផលបាបរុញច្រានឲ្យទៅកើតចឹងប៉ុណ្ណឹងព្រះសម្មាសម្ពុទ្ធលោកថាប៉ុណ្ណាហ្នឹងវាជាកុសលផលដែលញោមញាតិមើលរូបភាពវាមិនឃើញតែគាត់ថាជាចំហាយ
បើបានមនុស្សសត្វថ្ងៃអត់សូវជឿទេប៉ុន្តែតាមពេទ្យប្រពន្ធលោកថាកើតជាមនុស្សជាលៀបដល់ប្រសើរគេថាកើតមនុស្សលៀបប្រសើរពេលលោកធៀបនឹងញោមញាតិមនុស្សដូចជារោមមកខ្លួនគោរោមមកខ្លួនគោខ្ញុំមើលប្រមាណរៀនសំយងចោះទៅក្រោមទាំងអស់អានឹងមនុស្សធ្លាក់កណ្ដាបាយភូមិមនុស្សឡើងឋានសួគ៌មានតែពីរដូចស្នែងគោទៅលើលោកសំដែងចឹងហើយយើងពិនិត្យមើលចឹងមែនបងអានមនុស្សដែលធ្វើអំពើអាក្រក់ទៅបាបនឹងច្រើនណាស់បានអាស្រ័យនិយមញាតិដែលកើតជាមនុស្សនឹងគឺប្រសើរកុសលផលបុណ្យអំពើល្អដែលញោមញាតិសាងពីមុនមកហើយបើបានឲ្យកើតជាមនុស្សនេះចាប់ជាលៀបប្រសើរវិសត្វដេរឆាននិងមនុស្សខុសគ្នាទីញោមមើលសត្វដេរឆានសត្វតម្រៃសត្វអីទាំងអស់សត្វមានជើង4សូវសត្វស្លាបសត្វអីទាំងអស់អត់ជើងអស់សត្វតែឆ្អឹងខ្នងអញ្ចឹងទាំងអស់ញោមមើលសត្វឆ្អឹងអត់មានឆ្អឹងខ្នងអញ្ចឹងទេឆ្អឹងខ្នងទៅទឹងទិសញោមមិនដឹងថាសត្វអីគេចាត្រីក្នុងទឹកសត្វឆ្អឹងអញ្ចឹងទាំងអស់មានមនុស្សមួយទៀតដែលឆ្អឹងខ្នងបញ្ឈរយ៉ាងញោមខុសគេដែរថាមនុស្សសត្វហ្នឹងមនុស្សសោនេះជាសត្វដ៏ប្រសើរសត្វដេរឆានអត់ប្រសើរទេមនុស្សយើងសត្វដេរឆានហ្នឹងអត់មានបញ្ញាទេណាញោមញាតិគ្មានបញ្ញាទេអត់មានបានលោកធៀបទៅសត្វក្នុងមនុស្សសត្វដេរឆានក្នុងមនុស្សនេះក៏ដែលមានធ្វើប្រព្រឹត្តដូចគ្នាណាជីវិតណាទី1សត្វដេរឆាននិងមនុស្សរស់នៅបានប្រុសបរិភោគអាហារបានរស់នៅបានដូចគ្នាមនុស្សបើមនុស្សយើងបរិភោគបាយបបរសត្វដេរឆានគោក្បីបរិភោគស្មៅអីទៅនោះជាអាហាររបស់វាដែរទី2មនុស្សនិងសត្វដេរឆាននេះចេះភ័យចេះខ្លាចនឹងអ្វីដែលមកប៉ះពាល់ដល់ខ្លួនខ្លាចស្លាប់នឹងភ័យដូចគ្នាញោមញាតិខ្ញុំមើលសត្វណាឲ្យតែខ្ញុំលើកដំបងក៏វិញឃើញវារត់ទៅភ័យរត់ខ្លាចសំបីសត្វសមុទ្រខ្មៅមួយតូចមួយមករោមស្ករញោមដាក់ចានដាក់ស្ករអញ្ចាក៏យើងគោះចានឲ្យតែក្រៅគឺវារត់ចែកប្រៅនេះប្រងយើងមិនបាច់ចាំឆ្ងល់ទេសួរតែវារត់រឿងវាខ្លាចងំយើងដែរញោមណាអរិទី3សត្វដេរឆាននិងមនុស្សគឺមានញីមានឈ្មោលដូចគ្នាញោមសត្វណាដែលអត់ញីឈ្មោលអានេះเขาធម្មជាតិមនុស្សយើងមានស្រីមានប្រុសតែសម្រាប់មនុស្សយើងលើសសត្វដេរឆានមួយគឺមានធម្មសញ្ញាគឺតួបញ្ញានឹងឯងបងសត្វអត់មានទេញោមមនុស្សយើងមានពូជបញ្ញាតែបញ្ញារបស់បញ្ញើបើសិនណាយើងមិនបានសិក្សារៀនសូត្រទេបញ្ញាយើងអត់រីកទេនៅក្តៀបនឹងឯងបើគ្មានអីទៅពង្រីកវាធំតែយើងរៀនចំណេះចេះដឹងវិជ្ជាដែលយើងរៀននៅសាលានៅទៅរៀនមកបានយើងបញ្រីកបញ្ញាយើងឲ្យធំទូលំទូលាយបានឲ្យចម្រើនអ្នករៀនបានគួរសមក៏បញ្ញានឹងតូចទៅអ្នករៀនបានបរិញ្ញាបត្រក៏រីដែរអនុបណ្ឌិតក៏រីបណ្ឌិតទៅធំរីជាធំមកចាញ់ឈ្នះនៅនឹងបញ្ញាបានប្រពុតលោកសំដែងថាអ្នកដែលមានបញ្ញាធ្វើជីវិតរបស់ខ្លួនឲ្យរស់បានដោយសុខសាន្តជីវិតនោះសុខសាន្តនេះសូមឲ្យញោមញាតិជ្រាបពុយតួបញ្ញាភាសាថាបញ្ញាជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងសំស្ក្រឹតគេថាបាលីគេថាបញ្ញាប្រាជ្ញាប៉ុន្តែអត់យល់ពាក្យថាបញ្ញានិងប្រាជ្ញានឹងប្រែទៅថាដែលយើងស្គាល់យើងដឹងអ្វីអាក្រក់ល្អសុខទុក្ខទាំងបាននឹងជាតួបញ្ញាបើមិនមានយើងអត់ដឹងអត់ស្គាល់ទេបងយើងញាតមើលមនុស្សកើតមកមនុស្ស2នាក់កើតមកថ្ងៃខែឆ្នាំមិនដូចគ្នាប៉ុន្តែមួយនៅក្នុងទីក្រុងមនុស្សមួយនៅព្រៃជនបទ
អ្នកទីក្រុងគេបានសិក្សារៀនសូត្រគេមានបញ្ញាចេះដឹងច្រើនទូលំទូលាយអ្នកនៅព្រៃនោះអត់បានរៀនសូត្រទេញោមអត់ចេះដឹងអីទេនិយាយមនុស្សកើតថ្ងៃខែជាមួយគ្នាអាស្រ័យបានជាពុទ្ធលោកឲ្យយើងសន្សំបញ្ញានេះជាពុទ្ធដីការបស់ពុទ្ធឲ្យយើងខំសន្សំបញ្ញាឲ្យកើតមានទើបជីវិតរបស់យើងរស់បាននៅដោយប្រសើរអញ្ចឹងណាបើយើងល្ងងអត់រស់បានដោយប្រសើរទេអត់ខុសពីសត្វគោសត្វក្របីទេវាអត់មានបញ្ញាញោមគិតមើលមកនេះពុទ្ធលោកសំដែងអាស្រ័យនេះញោមគួរត្រេកអរនឹងជីវិតខ្លួនដែលបានកើតជាមនុស្សព្រោះឲ្យយើងបានសំញោមមើលសត្វទេឆានកើតពីពោះម៉ែមកប៉ុណ្ណាហើយលេងខ្លួនប្រទេអាក្រានមកជីវិតហ្នឹងមើលគោក្របីមានសម្ពុតខោអោណាស្រីស្រាប់ញោមញាតអត់តែគេដែរមានសម្ពុតខោអោអីប្រើប្រាស់អីជាតិជាមនុស្សអញ្ចឹងបានអាស្រ័យនេះសូមឲ្យយើងញាតថែរក្សាអត្តភាពរបស់ខ្លួនកុំឲ្យធ្លាក់ចុះទៅកើតនរកទៅកើតដេរឆានយ៉ាងទាបបំផុតឲ្យនៅជាមនុស្សដដែលស្លាប់ហើយកើតជាមនុស្សវិញឬស្លាប់ហើយកើតក្នុងឋានសួគ៌ស្លាប់ហើយកើតក្នុងឋានព្រំវាខ្ពស់អញ្ចឹងសួរតែអ្នកកើតជាមនុស្សកើតជាទេវតាកើតព្រំដោយសារថាបុណ្យដែលអំពើល្អដែលខ្លួនយើងធ្វើហ្នឹងហើយបងព្រោះមនុស្សស្លាប់ទៅវាមិនទាន់ច្បាស់ថាទៅកើតទេវតាកើតអីទេជាងកាលស្លាប់ទៅចិត្តវិលវល់នៅសង្គមមនុស្សនេះកើតក្នុងមនុស្សទីទេខ្លះយាយតានៅស្លាប់ទៅនៅទៅកើតក្នុងចៅទៅសុំចៅសុំអីនៅទៅនៅគេអនុមតៃណាទេយោនេះអត់តែស្លាប់ទេបានទៅកើតជាទេវតាអីទៅតាមកុសលដែលខ្លួនធ្វើហ្នឹងនឹងបានថាបើយ៉ាងណាសំថែរក្សាអត្តភាពកុំឲ្យធ្លាក់ចុះពីមនុស្សឲ្យនៅត្រឹមមនុស្សទៀតបានយើងបានជីវិតដល់បើទៅធ្លាក់ទៅសត្វដេរឆានលំបាកយ៉ាងនេះអានឹងរងទុក្ខវេទនាសម្រាប់ជីវិតអានេះសូមឲ្យញោមញាតអរគ្នាយល់បានអាស្រ័យហេតុនេះនៅជាដូនជាតាក្តីអ្នកម្ដាយលោកឪពុកអ្នកម្ដាយក្តីដែលកំពុងមានកូនជាកុមារាកុមារីយុវជនសូមកុំធ្វេសប្រហែសអីសោះត្រូវបញ្ជូនកូនទៅកាន់សាលារៀនលួងលោមកូនឲ្យរៀនយកវិជ្ជាឲ្យដល់ត្រើយត្រាននៃវិជ្ជាឲ្យយកបណ្ឌិតឲ្យបានគ្រប់គ្នាទាំងអស់នេះបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះតែយើងយកបានបណ្ឌិតឲ្យជីវិតល្អប្រសើរហើយបងវាឪពុកម្ដាយស្រឡាញ់កូនលើកកូនឲ្យធ្វើជាវាយខេត្តក៏បានលើកកូនឲ្យធ្វើរដ្ឋមន្ត្រីក៏បានតែកូនគេមានបញ្ញាខ្លួនគេធ្វើទៅបានបនស័កណាអត្រពសម្បត្តិដោយសារបញ្ញានឹងឯងអីបើលោកឪពុកអ្នកម្ដាយជាដូនជាតាស្រឡាញ់ចៅឲ្យទៅវារៀនមានបញ្ញាទៅបានហើយអ្វីដែលយើងចង់ឲ្យវាបានហើយធ្វើរដ្ឋមន្ត្រីក៏បានជាវាយខេត្តអីក៏បានវាទាំងស្រីទាំងប្រុសអញ្ចឹងពុទ្ធលោកថាបុរសមិនសុទ្ធតែជាបណ្ឌិតក្នុងទីសពគ្រប់អន្លើទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរឥឡូវលោកលើលោកីបច្ចុប្បន្ននេះយើងក៏លេខមើលចាំទៅណាយើងមើលស្រុកខ្មែរយើងឃើញទេស្រីគេធ្វើជាវាយខេត្តបានស្រីគេធ្វើរដ្ឋមន្ត្រីបានក្រសួងនេះក្រសួងនោះស្ត្រីគេធ្វើប្រធានរដ្ឋសភាបានជាសក្ខីភាពជាស្ដែងដែលព្រះពុទ្ធលោកសម្ដែងថាបុរសមិនសុទ្ធតែជាបណ្ឌិតក្នុងទីសពគ្រប់ពន្លឺទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរស្អាតបានទេញោមញាណនេះអាត្មាសម្ដែងនេះប្រាប់ញោមញាណណាយាយតាដែលមានចៅជាកុមារាកុមារីយុវវ័យនិងឪពុកម្ដាយសូមតែមិនជំរុញលួងកូនរៀនឲ្យដល់ត្រើយត្រានជាពុទ្ធសង្គមសប្តាហ៍ថ្ងៃគេមានសញ្ញាបត្រគេគាត់សង្កល់ទៅសុំធ្វើការគេសុំសញ្ញាបត្រទៅមើលនេះកុំឲ្យស្ដាយក្រោយនេះជាពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងប្រាប់ដល់ញោមញាតជាពុទ្ធបរិស័ទហ្នឹងបងនេះបានថាក្រណាបើកើតជាមនុស្សយកមើលមករោមមកខ្លួនគោទៅក្រោមទៅអស់ទៅលើទៅពីស្នេហ៍ណ
នឹងចឹងអើយអាស្រ័យហេតុនេះយើងមានលៀបបានកើតជាមនុស្សហើយអានេះក្រទី1ក្រទី2កិរិយារស់នៅរបស់សត្វទាំងឡាយជាការកម្រពិបាកបំផុតបងលោកសំដែងការរស់នៅមិនស្រួលទេពិបាកបំផុតញោមញាក់គិតមើលមកយើងកើតពីពោះម៉ែមកមានយកអីមកទាំងស្រីទាំងប្រុសខ្លួនរណូលកោកទៅទីទាំងអស់ណាតែលោកឪពុកអ្នកម្ដាយមិនមែនឲ្យយើងនៅស្រាតរណូលកោកយ៉ាងទេក៏ត្រូវរកសម្ពាត់មកបិទបាំងរាងកាយវិច្ចខ្ចប់យើងអានេះមនុស្សអវដេរឆានមកពីណាក៏នៅតែប៉ុណ្ណឹងរួចរស់នៅទីដែលពិបាកគឺមកហូបអាហារសំខាន់ជាងគេយមញាតមើលយើងកើតមកមានអាណារេកអង្គស្ពីអង្គមកអត់ទេមកខ្លួនទៅទេគឺជីវិតរបស់មនុស្សកើតមកត្រូវទីពឹងវត្ថុ4យ៉ាងទី1គឺសម្ពុតខោអាវទី2គឺមកហូបអាហារទី3គឺផ្ទះសម្បែងគេហដ្ឋានទី4គឺថ្នាំជាបារោគនេះវត្ថុ4យ៉ាងណាវត្ថុ4យ៉ាងនេះពុទ្ធសាសនាពុទ្ធលោកថាបច្ច័យ4បច្ច័យ4ពាក្យថាបច្ច័យនេះប្រែជាខ្មែរថាជារបស់ដែលគេធ្វើសេចក្តីទុក្ខលំបាកនោះឲ្យបាត់ស្ងប់អស់ទៅឲ្យជីវិតមានសេរីសុខស្តីបើញោមញាតមកកើតមកបើអត់អា4យ៉ាងជីវិតអត់បានទេអត់បានរីករាយទេក្រំគ្រាលំបាកបំផុតឬមិនអាចរស់បានបងតែមានរបស់4យ៉ាងនេះជួយទ្រទ្រង់ជីវិតយើងឲ្យរស់វិញញោមញាតពុទ្ធបរិស័ទឲ្យទៅលឺពាក្យថាបច្ច័យ4មិនដែលនឹកឃើញខ្លួនឯងទេតែឲ្យទៅលឺតែបច្ច័យ4នោះសម្រាប់តែប្រសង់តែលោកប្រើថ្ងៃនេះសំដែងរឿងនៅឲ្យច្បាស់លាស់ទៀតក៏មកវានៅតែមិនដឹងអញ្ចឹងទៅថ្ងៃងាប់ណាបច្ច័យ4នេះញោមញាក់ឲ្យតែលឺតែបច្ច័យ4គឺសម្រាប់តែប្រសង់តែរហូតដល់ទៅធ្វើបុណ្យបច្ច័យ4ទៀតទេមែនប៉ុន្តែខ្លួនឯងត្រូវការប្រើប្រាស់បច្ច័យ4ដោយតែប្រសង់ដែលអត់ដឹងទេបងញោមមើលបច្ច័យទី1ប្រសង់ស្បង់ជីវរញោមញាក់សម្ពុតខោអាវបច្ច័យទី2ប្រសង់គឺអាហារបិណ្ឌបាតសម្រាប់ញោមបាយសម្លនោះបច្ច័យទី3ប្រសង់កុដិសាលាវិហារសម្រាប់ញោមញាតនោះផ្ទះសម្បែងគេហដ្ឋានវិឡាបច្ច័យទី4គឺថ្នាំសម្រាប់ជាបារោគញោមមើលទាំងយើងទាំងគេតែឈឺក៏ក្តៅខ្លួនកណ្ដាស់ផ្ដាសាយតែទួតទៅរកថ្នាំមកទៅទិញអរ៉ូប៉ារ៉ាថៃលីណុលអាស្ពីរីនឯថ្នាំងាយងាយតែគេឲ្យប្រើជាសាធារណៈយកមកលាបបំបត្តិការឈឺចាប់ណាញោមមើលរបស់4យ៉ាងសំខាន់ណាស់ជីវិតរបស់មនុស្សវិសុទ្ធតែបច្ច័យ4ហ្នឹងត្រូវការប្រើតែប្រសង់យើងកាន់ពុទ្ធសាសនាទេអត់ទេយើងញាតមកពីភពលោកណាយកមកពីភពលោកយកមើលជាតិណាដែលជីវិតមិនទាក់ទងនឹងបច្ច័យ4ហ្នឹងខ្ញុំស្រឡាញ់មើលមែនទេនេះពុទ្ធលោកសំដែងបានតែជីវិតរបស់យើងគឺវាលំបាកនឹងការរស់នៅនឹងការរកបច្ច័យ4ប្រប្រាហើយនឹងរឿងរ៉ាវដទៃទៀតជាបញ្ហាដែលធ្វើឲ្យជីវិតស្មុគស្មាញក្នុងជីវិតមនុស្សដែលរស់នៅនេះសំជ្រាបជាបើនិយាយសម្រាប់បច្ច័យ4នេះគឺបញ្ជាក់ទៅលើបញ្ញាមនុស្សដែលមានបញ្ញាគេរកបានបច្ច័យ4ក៏គេបើល្ងងហើយរកអត់បានទេញញាតក៏លេខមើលមនុស្សនៅក្រុងសៀមរាបមិនដូចគ្នាណានៅខ្លះវាមានវិឡាមានភូមិគ្រឹះផ្ទះថ្មសសរអត់មានរថយន្តមានឡានមានម៉ូតូអីជិះមកហូបអាហារគេក៏បរិភោគល្អប្រពៃមួយថ្ងៃមកហូប3 4មុខមានបង្អែមទៀតសម្ពុតខោអាវគេក៏ល្អទៀតអានឹងឯសាគេមានបញ្ញាចឹងយកមើលមនុស្សខ្លះណាមានដូចគ្នាណាយកមើលខ្លះដើររើសអិតចាយឃើញរើសអិតចាយនៅវត្តអាត្មានេះគឺលមករើសអិតចាយហ្នឹង
ខ្លះទៀតនោះទៅបោះសង្រាមសម្អាតទីក្រុងស្រែឈើលើព្រៃហ្នឹងគេមកខ្លះទៅយាមផ្ទះឲ្យគេគ្រាន់បើកទ្វារឲ្យរថយន្តគេចូលផ្ទះអ្នកមានទៅថែរក្សាគេចឹងផងខ្លះទៅរត់ម៉ូតូដុំហើយខ្លះក៏រកអីទៅតែញោមញាតិមានដែរពិចារណាទេពួកហ្នឹងហេតុអីធ្វើការចឹងយើងអត់ដែលបានគិតទេប៉ុន្តែបើគិតតាមពុទ្ធសាសនាតាមមកពីគ្នាអវិជ្ជាល្ងងឯងអត់មានបញ្ញាបានគ្នាធ្វើអីកើតទៅធ្វើអញ្ចឹងបងនេះសូមឲ្យញោមញាតិជ្រាបបងនេះបានថាលោកថាជីវិតរស់នៅដោយកម្រពិបាកចឹងវិសុទ្ធថារបស់4យ៉ាងហ្នឹងសម្រាប់យើងគ្រប់គ្នាទាំងអស់កើតមកតាំងពីថ្ងៃកើតមកផ្ទាល់ក្នុងយើងអាយុជាង20គ្រប់គ្នាយើងអត់ដែលបានរកអីទេញោមញាតិប្រើរបស់លោកឪពុកអ្នកម្ដាយគឺរកត្រៀមបំរុងយើងទាំងអស់ណាយើងមានទៅរកអីបានដល់យើងធំល្មមរៀនសូត្ររវល់តែរៀនសូត្រមានតែធ្វើការរកស៊ីឈ្នួលបានប្រើតែរបស់ផលលោកនឹងឯងគឺលោករកបំរុងចាំបើម៉ែឪមួយកូន6 7ទៅក៏រកប៉ុណ្ណាទៅមនុស្សតែ2នាក់ចិញ្ចឹមកូន6 7ខ្លះកូន1 ឡូផង1 ឡូប្រមាណណាញោមកូន1 ឡូប្រមាណហ៎12ដឹងដែរណាមិនអត់ដឹងកូន1 ឡូខ្លះកូន2 ដណ្ដប់ចិញ្ចឹមតែ2នាក់ប្តីប្រពន្ធគាត់អូមិនស្រួលលំបាកចឹងហ៎ប៉ុន្តែវីរភាពគាត់តស៊ូគាត់មិនដែលត្អូញត្អែនេះប្រើរបស់គាត់ទាំងអស់ជាង20ឆ្នាំម្នាក់ប្រើរបស់គាត់ទាំងអស់ឲ្យជាប្រកូន4 10តើគាត់រោប្រមាណទៅយកមកបំរុងយើងនេះមកសម្ពុតខោអោប្រើប្រកាសអស់ប្រមាណមកហូបអាហារអង្គបរិភោគប្រកាសម្នាក់អស់ប្រមាណតោនតាំងពីអំបិលម្នាក់ប្រមាណចង់បានគីឡូប្រហោអីអស់មួយជីវិតមកច្រើនប្រើប្រាស់របស់គាត់បើសិនតែគុំតែគាត់មានរបស់យើងប្រើយើងដែលរស់កើតតែដល់យើងអាយុជាង20មានគូសកលស្វាមីភរិយាទើបយើងរកវត្ថុនោះដោយខ្លួនឯងឈប់ប្រើរបស់គាត់ហើយដល់បានទេញោមញាឈប់ប្រើរបស់គាត់ត្រង់នឹងឯងដែលមេត្តាបិតាលោកមានគុណឧបការៈមកលើយើងកូនប្រុសស្រីច្រើនណាស់ក៏លោកចិញ្ចឹមមិនបាច់តែរសាលោកមិនដែលត្អូញត្អែយើងទេតែយើងគាត់រោមកយើងចិត្តតែស៊ីអស់វិញមកគាត់អត់ដែរពោលទេបងនេះសូមឲ្យញោមញាតិដែលជាកូនទាំងអស់ហ្នឹងឲ្យគិតពីរឿងតាំងពីយើងកើតមកទល់អាយុជាង20យើងមានដែលរយបានប្រើរបស់គាត់ទាំងអស់ត្រង់ហ្នឹងឯងដែលព្រះសម្មាសម្ពុទ្ធថាឲ្យយើងរំពឹងដឹងគុណរបស់មេត្តាបិតាដែលលោកឧបត្ថម្ភទំនុកម្រងចិញ្ចឹមបីបាច់ថែរក្សាយើងលោកមានគុណឧបការៈមកលើយើងគុណរបស់មេត្តាបិតានេះគ្មានអ្វីយកមកថ្លឹងថ្លែងឲ្យធ្ងន់ទេណាបងគឺថាបេតុគុណគុណឪពុកមេត្តាគុណគុណម្ដាយថាអនន្តគុណអត់មានរាប់តែប៉ុណ្ណេះណាគឺវាធំណាស់គ្មានចំនួនរាប់ទេសូម្បីផែនដីទាំងមូលហ្នឹងក៏ទម្ងន់ផែនដីក៏នៅតែធ្ងន់មិនដល់គុណរបស់លោកឪពុកអ្នកម្ដាយដែរអញ្ចឹងគុណនោះវាធ្ងន់ណាស់បងដូចថាប្រមាណមិនបានគេអនន្តគុណហ្នឹងបងអត់ហ្នឹងបានជាយើងកូនចៅទាំងអស់ហ្នឹងទោះបីកើតអាការកើតនៅរស់យើងចិញ្ចឹមបីបាច់ថែរក្សាតបស្នងកើតចាស់ជារាឲ្យមានធ្វើអីកើតត្រូវចិញ្ចឹមកើតដោយអវត្ថុ4យ៉ាងតដែលឯងមកចិញ្ចឹមទៅកើតវេលាដល់កើតទទួលមរណកាលទៅហើយយើងធ្វើតិកណានុបទានជូនទៀតឧស្សាហ៍យើងដឹងគុណនឹងឯងមិនភ្លេចគុណនឹងរបស់លោកទេបើនេះថាកិរិយាដែលកម្រទី2កម្រទី3ក្រនឹងបានស្ដាប់ព្រះសទ្ធធម្មព្រះសទ្ធធម្មគឺព្រះធម៌របស់ព្រះពុទ្ធមិនងាយមានមនុស្សចូលចិត្តស្ដាប់ទេជួនកាលមានអ្នកសំដែងហើយក៏អត់អ្នកស្ដាប់ជួនកាលមានអ្នកស្ដាប់ក៏អត់អ្នកសំដែងប្រាប់ធម៌របស់ព្រះពុទ្ធហ្នឹង
ដែលអាត្មាសំដែងធ្វើថ្ងៃនេះគឺនាំពាក្យរបស់ព្រះពុទ្ធនោះមកប្រាប់ញោមញាតិទៅថាព្រះពុទ្ធលោកសំដែងតែអ្វីដែលរៀបរាប់មិនសតពុទ្ធិការបស់ព្រះពុទ្ធទាំងអស់យកមកប្រាប់ឲ្យដឹងហ្នឹងបើសម្រាប់ញោមញាតិជាសពបរោះចូលចិត្តស្ដាប់បើពួកអសពបរោះពីលអត់ទេឮតែធ្វើដល់កិច្ចបាត់អស់នេះសំដែងធ្វើកិច្ចបាត់អស់ឲ្យតែឮថាអ្នកប្រាជ្ញបណ្ឌិតលោកចេះដឹងថាអត់ចូលទេដែរអូចាំមនុស្សមានពីរគឺសពបរោះនិងអសពបរោះអសរញោមញាតិគឺជាសពបរោះមនុស្សដែលស្អាតដោយកាយវាចាចិត្តក៏ចូលចិត្តស្ដាប់ព្រះធម៌ពាក្យពេចន៍ធ្វើទេសនាអីជាដើមកាលណាស្ដាប់ឲ្យចម្រើនឲ្យយើងចម្រើនមានបញ្ញាបានស្ដាប់ធម៌មានអានិសង្ស5ទី1ឲ្យញោមញាតិបានស្ដាប់នៅធម៌ណារឿងណាដែលមិនធ្លាប់បានឮទី2អាចឲ្យញោមញាតិហ្នឹងចាំចេះដឹងនៅធម៌ណាដែលបានស្ដាប់ពីមុនហើយតែចាំវាមិនច្បាស់ស្ដាប់លើទី2ថែមលោកសំដែងចាំច្បាស់ទី3បំបត្តិការយល់ខុសពោលដែលយល់ខុសការយល់ខុសនឹងច្រើនណាស់ញោមញាតិតែញោមញាតិខ្លះយល់ថាមនុស្សស្លាប់ហើយមិនកើតទៀតទេម៉ែឪក៏គ្មានគុណមានអានន្ទអីនរកក៏គ្មានប្រែតក៏គ្មានអីអានេះសត្វតាមិច្ឆាទិដ្ឋិយល់ខុសពីសេចក្តីពិតតែព្រះសម្មាសម្ពុទ្ធលោកសម្ដែងយ៉ាងចឹងទី4កាលណាបានស្ដាប់ធ្វើទិដ្ឋិរបស់ខ្ញុំបំបត្តិអាយល់ខុសហ្នឹងឲ្យយល់ត្រូវឡើងត្រឹមត្រូវទៅតាមពុទ្ធសាសនាទី4ធ្វើទឹកចិត្តរបស់ញោមឲ្យជ្រះថ្លានឹងពុទ្ធសាសនានិងពធរបស់ពុទ្ធហ្នឹងនេះបានថាក្រៃលែងក្នុងការស្ដាប់ធម៌មិនចូលចិត្តទេណាខ្ញុំមើលមនុស្សមែនទេឲ្យតែលឺធ្វើអីកិច្ចទៅបាត់ណាស់ទៅផឹកទៅស៊ីបាត់កិច្ចចេញអត់ស្ដាប់ទេពួកមនុស្សហ្នឹងណាបងអានោះដែលងាប់ទៅកើតនរកប្រែតព្រមមិនចូលចិត្តស្ដាប់ធ្វើសប្បុរសហ្នឹងរឿងហេតុចឹងបងនេះនិយាយពីការក្រទី3ក្រទី4ក្របានត្រាស់ដឹងជាពុទ្ធហ្នឹងកើតជាពុទ្ធមួយលោកកសាងច្រើនណាស់ញោមញាតិដោយព្រះពុទ្ធសាមណគោតមយើងលោកកសាង4អសង្ខ័យនិង1សែនកាប់មកកាប់ផែនដីត្រូវបានត្រាស់ដឹងជាពុទ្ធវិសុទ្ធតែលោកខំតស៊ូព្យាយាមដើម្បីត្រាស់ដឹងជាពុទ្ធដើម្បីយើងរាល់គ្នាហ្នឹងហើយព្រោះលោកមើលទៅឃើញជីវិតរបស់សត្វទាំងអស់កើតនៅក្នុងវាលវត្តសង្សារឃើញការកើតចាស់ស្លាប់វាលំបាកឲ្យធ្វើកិច្ចការតដែលខ្ញុំគិតមើលមកធ្វើតដែលលោកធុញត្រាំអាកើតក៏តដែលអាចាស់ក៏តដែលអាឈឺក៏តដែលអាស្លាប់ក៏តដែលហើយអាមុននឹងស្លាប់នឹងអាស៊ីក៏តដែលអាជុះក៏តដែលអាមុជទឹកដុសធ្មេញក៏តដែលខ្ញុំមកដល់លោកឃើញចឹងលោកធុញត្រាំហើយយើងថាអត់មកហូបអាហារតែវាស្លាប់បរិភោគមកហូបអាហារក៏នៅតែវាស្លាប់ដែរដល់ពេលវាឈឺស្លាប់អញ្ចឹងបានលោកធុញត្រាំនេះបានតែកម្រ4យ៉ាងនឹងក្រៃលែងបំផុតពីសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកមិនអោយយើងយកវត្ថុខាងក្រៅមកទីពឹងញញាបើដល់ញញាអត់ដឹងយកតែវត្ថុខាងក្រៅមកជាទីពឹងពុទ្ធលោកហាមដែរអត់ឲ្យយើងទីពឹងអាទិភាពក្រៅទេឲ្យទីពឹងខ្លួនឯងបាននេះតែពុទ្ធសាសនាលោកបញ្រៀនឲ្យយើងធ្វើការតែញញាការដែលយើងត្រូវធ្វើដោយកាយដោយវាចាដោយចិត្ត3នេះជាអ្នកធ្វើកិច្ចការងារបើចិត្តឲ្យមានបញ្ញាផងជាអ្នកចាត់ចែងបានកិច្ចការងារល្អបើអត់បញ្ញាធ្វើតែការងារអាក្រក់ហ្នឹងឯងបានផ្ទួបញ្ញានោះសំខាន់បំផុតបងញោមញាតិគិតមើលមកញោមញាតិតាំងពីមានគូសកលមកទល់បច្ចុប្បន្នទ្រព្យសម្បត្តិអីដែលមាននៅក្នុងផ្ទះអ្នកណាញោមទៅបន់ស្រន់អ្នកណាយកមកឲ្យហ្នឹងต้องប្តីប្រពន្ធរោគទាំងយប់ទាំងថ្ងៃបើអ្នកចំនួនជួញប្រែអ្នកស្រែចំការមកដួលចុះក្រោកឡើងគេខំ
តស៊ូដើម្បីឲ្យវាបានទ្រព្យសម្បត្តិហ្នឹងដោយសារកាយកម្មវិច័យកម្មមនោកម្មដែលព្រះពុទ្ធលោកសម្ដែងលោកបញ្រិនឲ្យធ្វើការលោកមិនបានបញ្រិនឲ្យដើរសុំគេទេញោមញាតអត់មានសោះប៉ុន្តែញោមញាតមិនដឹងនោះទៅដើរតែសុំបន់ស្រន់បួងសួងទេវតាប្អិនព្រំអីទាំងអស់បងអានឹងមិនមែនពុទ្ធសាសនាទេថ្ងៃណាក៏អាត្មាសុំបញ្ជាក់ញោមញាតដែរព្រោះញោមញាតអ្នកស្ដាប់ធ្វើមានញោមញាតខ្លះក៏នៅតែដើរសុំគេដែរព្រមទាំងញោមណាមួយទេតែបានញោមញាតអាត្មាអត់ស្គាល់មុខទេក៏ប្រាប់ថាញោមគាត់ទៅសុំគេអត់បានទេព្រះពុទ្ធលោកថាអញ្ចឹងព្រោះនេះជាសេចក្តីបញ្ជាក់ក្នុងពុទ្ធសាសនាបានការងារលោកឲ្យយើងធ្វើល្អពាក្យថាពុទ្ធៈពុទ្ធៈប្រែទៅលោកអ្នកណែនាំបរិស័ទឲ្យប្រព្រឹត្តល្អដោយកាយវាចាចិនអត់ឲ្យធ្វើអំពើអាក្រក់ទេបងឲ្យធ្វើអំពើល្អហើយសម្រាប់ពុទ្ធសាសនាព្រះពុទ្ធលោកទៅសើឲ្យតម្លៃតែមនុស្សទេញោមញាតអ្វីដែលខុសពីមនុស្សលោកអត់ឲ្យតម្លៃទេបាទអាត្មាសម្ដែងមានញោមញាតខ្លះមិនយល់ណោះតាងឿងឆ្ងល់ប៉ាឡោបញ្ជាក់ប្រាប់ញោមញាតថាទេវតាប្រកែតាមបានដែរបានចេះតែសុំឲ្យទេវតាជួយបន់ស្រន់បួងសួងហើយមិនសុំតែទេវតាយូរមកសុំព្រះពុទ្ធទៀតសុំឲ្យព្រះពុទ្ធលោកប្រទានឲ្យនោះចេះតែហួសដំណើរហ្នឹងតែព្រះពុទ្ធលោកសម្ដែងថានៅលើផែនដីនេះញោមញាតមានណាប្រកែជាងមនុស្សទេតែលោកទៅសើមនុស្សអត់ទៅសើទេវតាទេពីព្រះពុទ្ធសាសនាលោកសម្ដែងពីហេតុផលកាលណាបើមានហេតុมันមានផលហើយអ្វីដែលមានហេតុអត់ផលលោកអត់ឲ្យជឿទេញោមញាតមានហេតុអត់ផលគឺការបន់ស្រន់បួងសួងសុំទេវតាឲ្យជួយអានឹងហេតុហើយញោមអ្នកបង្កើតហេតុចង់បានឲ្យទេវតាជួយប៉ុន្តែមិនដែលបានទទួលយកអំណោយឲ្យពីទេវតាយកមកឲ្យអត់ទៅទេសោះសម្បត្តិទ្រព្យក្នុងផ្ទះមានធ្វើតែខ្លួនឯងទាំងអស់ណាមិនអាត្មាបញ្ជាក់ចឹងរួចសម្រាប់ទេវតាទៅពីមនុស្សទេញោមញាតមនុស្សជាហេតុទេវតាជាផលបើគ្មានមនុស្សចិត្តល្អជាអ្នកធ្វើទានរសាសិលចម្រើនមេត្តាភាវនាទេវតាក៏អត់មានព្រះព្រំក៏អត់មានប្រអិននេះក៏អត់មានទាំងអស់ពួកនោះសត្វធម៌ពលទៅពីមនុស្សដោយញោមញាតដែលជ្រះថ្លានេះដោយយាយហ្នឹងក៏សមាធិរសាសិលសបេក្ខភាពទេវតាញមើលជីវិតចុងក្រោយទៅកើតទេវតាមនុស្សទេបងមនុស្សជាហេតុមនុស្សធ្វើល្អទៅកើតទេវតាហើយសូមឲ្យញោមញាតជ្រាបពីហេតុផលចឹងបងហើយព្រះពុទ្ធលោកសម្ដែងថាឋានមនុស្សនេះជាឋានកណ្ដាលញោមញាតនៅកណ្ដាលគេហើយខ្មែរយើងឲ្យតែមានពាក្យថាកណ្ដាលគឺមានមុនក្រោយលើក្រោមហើយប៉ុន្តែកណ្ដាលក្នុងទីនេះគឺលើក្រោមអ្នកដែលទៅកើតជាទេវតាប្អិនប្រព្រំក៏ទៅពីមនុស្សចំហាយពីមនុស្សដែលធ្វើល្អខាងក្រោមយើងគឺនរកប្រែតដេរឆានអសុរកាយទាំងអស់ដោយសារមនុស្សធ្វើអំពើអាក្រក់ដោយកាយវាចាចិនយកមកអនរកប្រែតដេរឆានក៏ទៅពីមនុស្សទេវតាប្អិនប្រព្រំក៏ទៅពីមនុស្សយកមកមានអីខុសពីមនុស្សបានប្រពុតថានៅលើផែនដីក្រមមានណាប្រកែកជាមនុស្សទេបងបើញោមញាតណាដែលចង់ទៅកើតទេវតាប្អិនប្រព្រំអីខំធ្វើទានធ្វើសិលទៅឬញោមញាតណាចង់ទៅកើតនរកប្រែតដេរឆានអីធ្វើបាបទៅផ្លូវលោកចឹងអល់បង្ហាញអញ្ចឹងបើញោមញាតណាខ្លះចង់ទៅកើតនរកប្រែតហ្នឹងអត់មានបងបើញោមមិនចង់ទៅកើតនរកប្រែតកុំធ្វើអំពើអាក្រក់ដល់បានទេហ៎ឥឡូវអាត្មាលើករឿងមួយលើករឿងហ្នឹងបញ្ចប់ឲ្យឈប់ទេហើយព្រោះម៉ោង4នេះត្រូវមានការបានសុំយំទេឲ្យមុនសូត្រមន្តណាបង
អានេះសូមឲ្យញោមញាតជ្រាបយ៉ាងបងនិយាយពីពុទ្ធលោកសម្ដែងធម៌ទេសនាប្រោះអនាថបិណ្ឌិកសេដ្ឋីដែលសាងវត្តចេតពុនថ្វាយលោកហ្នឹងអនាថបិណ្ឌិកសេដ្ឋីនំចង្ហាន់មកថ្វាយពុទ្ធក្នុងវត្តចេតពុនក្នុងព្រះសង្ឃដល់ចប់ហើយពុទ្ធលោកសម្ដែងធម៌ទេសនាប្រាប់ថាមនាលកហបតីរបស់5យ៉ាងហ្នឹងណាមនុស្សនៅលើសាកលលោកគេចង់បានទាំងអស់អ្នកកាន់សាសនាណាគេចង់មកឲ្យតែមនុស្សទី1អាយុវែងបើញញណាខ្លះមិនចង់បានអាយុវែងលើកដៃមើលអត់ណាតែមិនលើកដៃបាននេះចង់បានអាយុវែងគ្រប់គ្នាហើយញញណាខ្លះថាអ្នកណាខ្លះដែលចង់បានពើសម្បុរល្អពើសម្បុរល្អគឺឆ្លោះពីថ្លាពីកំណើតមកដើមភ្លឺថ្លាមកញញអ្នកណាមិនចង់បានឃើញទេនៅតែកើតពើសម្បុរខ្មៅចង់បានសល្អតែគេទៅយកលេមកលាបអាទិញលេមកលាបអសអានឹងមិនល្អធម្មជាតិទេលោកសម្រាប់តែលំអធម្មជាតិកើតមកគឺល្អអញ្ចឹងអរិញញញាតណាអត់ដែលចង់បានសេចក្តីសុខអ្នកណាមួយមិនចង់បានសេចក្តីសុខយំញាតกันមកសួរតើមនុស្សមកផែនដីអរុយទ្រព្យសម្បត្តិអ្នកណាមួយចង់ក្រញោមយីអត់ទេតែចង់បានអស់ហើយបនស័កណា5ហ្នឹងមនុស្សណាក៏គេត្រូវការពេញចិត្តចង់បានដែរបានលោកសំដែងតែមនាលកហបតីរបស់5យ៉ាងនេះមិនមែនបានតែការបន់ស្រន់ទេលោកថាអញ្ចឹងតាមបានញោមញាតនេះពុទ្ធប្រាប់អនាថបិណ្ឌិកសេដ្ឋីបញ្ចុះបើញោមចង់បានកុំឲ្យបន់ស្រន់ឈប់ទៅអត់បានពុទ្ធថាមិនបានកើតតែការបន់ស្រន់នេះញោមញាតចង់បានអាយុវែងទៅទៅគុំសម្រាប់សត្វអត់មានអាយុវែងញោមរកស៊ីសម្រាប់សត្វតែអាយុមិនវែងអត់ទេផលអាក្រក់នោះផ្ដល់ឲ្យយើងឲ្យអាយុខ្លីឬញោមញាតចង់បានពើសម្បុរល្អកុំឲ្យខឹងច្រើនណាបានទេញោមញាតអ្នកខឹងច្រើនទោសៈហ្នឹងណាលោភៈទោសៈមោហៈនេះជាភ្លើងលោភៈគិទោសៈគិមោហៈគិហ្នឹងគឺភ្លើងដុតកំឡោចយើងឲ្យមានពើសម្បុរអាក្រក់មិនចាំដល់កើតជាតិមកទេញោមយាយមើលមនុស្សណាដែលកំពុងតែខឹងច្រឡោតទៅញោមមើលមុខឲ្យស្លាំងអស់ឈាមហើយអាក្រក់សម្បុរអាក្រក់ណាបងអានេះវិញចឹងបានណាញោមញាតដែលខឹងច្រើនឥឡូវអាត្មាសួរញោមញាតដឹងណាថាមនុស្សស្រីមនុស្សប្រុសណាខឹងច្រើនជាងញោមញាតអ្នកណាខឹងច្រើនជាងម៉ែវិញចាំម៉ែព្រោះតែមិនថាសត្រីដែលខឹងច្រើនរឿងអីថាណោមើលទៅប្តីគេប្តីឯងគេជួយធ្វើការងារប្រពន្ធគេអូយមិនដាក់ដៃគេជួយដែរងាកមើលមកប្តីឯងអត់ជួយធ្វើអីស្អីក៏មិនធ្វើដើរផឹកស៊ីប៉ោឡែសែបគប់ក្នុងក្មេងស្ទាវទំនើងឯណាទៅខឹងមិនចេះតែឯងមិនជួយធ្វើការបើរួចមានចង្រៃទៅមានស្រីមានញីទេកាន់តែខឹងវានឹងខ្លាំងជាងអីទៀតណាវាព្រួតណាញោមណាចឹងរួចមានកូនមួយពីរនិយាយវាមិនស្ដាប់ប្រាប់វាមិនតាមនិយាយអីក៏មិនតាមណាបានន័យថានេះកូននឹងប្តីនឹងធ្វើឲ្យកើតទោសៈតែបានទេញោមញាតនឹងប្រយ័ត្នតែកើតទោសៈច្រើនសម្បុរខ្មៅក្រញេះជាក្រោយប៉ុន្តែបើញោមទទួលស្គាល់ការពេចទៅចប់ហើយបើការពេចគឺត្រូវទទួលស្គាល់តែកម្មនិងផលរបស់កម្មទាំងឯងធ្វើមិនល្អបានមកជួបមនុស្សអញ្ចឹងជាប្តីមកជួបមនុស្សជាកូននឹងវាមកសងអញ្ចឹងណាអាទទួលស្គាល់ការពេចទៅក៏យើងស្ងប់កម្មថ្ងៃណាវាអស់ទៅយើងបានសុខជីវិតនេះការពេចគឺថាកម្មនិងផលរបស់កម្មដែលយើងធ្វើ
Làm bàn nhôm nhiệt, bởi nhôm nhiệt nằm miền cho chọc hàng nào tụi tôi sẽ cà phê rồi bao giờ nè. Cho vào đây kia mình ấy con kia của mình ấy, vào đây kia thì chui theo cà rô xì vào con, con kia dây tao sẽ đắp rắp cả ta. Chừng rai ấy ta luôn anh vào đây cô, thưa ở cái đau cả hai, con ở cái đau cả hai, nó mô bị căm phò rồi bao giờ. Ở nhôm tụi tôi sẽ cà phê cứ rứng để dân thưa bị mần màu. Nó chọn. Anh chẳng nhôm nhẹ trong bàn sẽ cái đây xong. Đây xong ta oi ra xa sel pram nó nhôm nhẹ. Bộ sel pram nên bộ ta chia phèn đây. Túc đôi phèn đây. Mà nô đại miền sel pram túc đôi chương chân chập nông phèn đây. Mà nô đại ọt sel chương cái chợ chợ đây vào phọt chứ. Chắc cho một bộ phát trì trô cả lên tới. Tôi thưa sẽ cái đây à cái đó. Nó bởi chương chân nông phèn đấy. Ọt cho mọi mấy ọt trì trô tới. Bạn này ta phụ sắp bà rõ. Nè mình thưa bờ cái đó. Bạn nè đại miền sel pram đôi chương chân phèn đây chập. Nè ọt sel pram cứ phọt đại ra sát à. នេះសូមជ្រាបចឹងវិញញោមញាតិខ្លះក្នុងសិល5ដូចមានហើយសម្រាប់សត្វក៏មិនដែលសម្រាប់មែនទេញោមញាតិអត់ដែលសម្រាប់ទេលួចទ្រព្យគេក៏មិនដែលលួចទៅបៀតបៀនប្តីប្រពន្ធគេក៏មិនដែលឃើញទេទៅកុហកគេបើកុហកមានច្រើនច្រើនណាស់តែច្រើនឈ្មួញអ្នកជំនួញលក់ដូរហ្នឹងច្រើនក៏ហក់គេทั้งបងអើយប្អូនអើយខ្ញុំទិញមកថ្លៃណាស់ហើយតាមពេលក៏ហក់គេទេចង់បានចំណេញច្រើនណាស់វិញញោមញាតិហើយធម្មតាអ្នកលក់ដែរណាគេទិញមករៀលលក់ទៅវិញមករៀលមិនណែទេគេលក់យកកម្រៃឲ្យចំណេញ3 4កាក់ទៅលើចំណេញមកមុខដែលគេទិញហ្នឹងដូចធម្មតាអញ្ចឹងហើយប៉ុន្តែកុំឲ្យលក់ថ្លៃពេកចំណេញចង់ស្មើដើមអានឹងប្រពន្ធលោកហាមបាបដែរណាឈ្មោះអញ្ចឹងហ្នឹងតែយើងដូចជាចិនកដកស្លាបគ្នាមិនអាសូរអាណិតដល់អ្នកទិញតែទូចក៏គ្នាក្រផងបងយើងអត់មានមេត្តាករុណាប្រពន្ធលោកថាហ្នឹងឈ្មោះកោងខ្ញុំញាតប្រពន្ធលោកពោលពាក្យឈ្មោះកោងគឺអត់ល្អទេគឺមនុស្សចិត្តកន្ទ្រឹសឬស្យាគ្មានអាណិតមេត្តាដល់អ្នកទិញនឹងបាបបើបាបអត់ធ្វើមេត្តាបើចឹងកុំឲ្យពូលប្រាប់គេកុហកគេណាញោមញាតយើងលក់បណ្ណាក៏បណ្ណាទៅកុំទៅពូលប្រាប់កុហកគេទៅទិញថ្លៃហើយកុហកគេដាច់សិលហើយលក់ថ្លៃពេកហ្នឹងក៏បាបដែរអត់មានមេត្តាករុណាដល់អ្នកទិញបានយកឲ្យតែល្មមបានហើយយ៉ាងអានេះចង់ជៀសវាងពីពាក្យដែលជៀសវាងពីការកុហកពុទ្ធសិល5នេះញោមញាតិបើញោមញាតិសម្រាប់សត្វដាច់តែមួយដែរបើញោមញាតិលួចទ្រព្យគេក៏ដាច់តែមួយដែរទ្រព្យគេលោកគិតតាំងពីជីមកតងស្លឹកគ្រៃមកសន្លឹកណាញោមញាតិដែលមានគេហួងហែកទៅយកអត់សមគេទុកឲ្យលួចហើយអានេះមិនចាំរបស់ច្រាតធំទេបងហើយបៀតបៀនប្តីប្រពន្ធគេក៏មិនដែរឃើញទេហើយកុហកគេដែលថានៅអ្នកលក់បើអ្នកលក់យល់ហើយឈប់កុហកទៅដូចមានសិល4ជាប់បាត់បើនៅស្រាមួយស្រានេះតែញោមញាតផឹកស្រាឲ្យដាច់សិលទាំងអស់ពុទ្ធថាស្រាជាចំណងរបស់សិល4ហ្នឹងញោមញាតពុទ្ធថាអញ្ចឹងស្រាញោមញាតដឹងតែផឹកឲ្យឈួតឲ្យបងនៅតែអ្នកប្រាជ្ញតែឈួត3ឈួត1នឹងស្រីឈួត1នឹងស្រាឈួត1នឹងលបែងអំពើពេលលាឈួតនេះហៅមហាឈួតក្រៃកន្លងតែផឹកស្រវឹងឲ្យអា4នឹងហ៊ានធ្វើទាំងអស់ញោមញាតតែស្រវឹងហើយចិត្តមនុស្សនឹងឈួតឲ្យឈប់ចិត្តមនុស្សធម្មតាឲ្យព្រោះស្រាមានធម្មពលស្រវឹងតែស្រវឹងលប់ឲ្យអត់សតិអត់ដឹងអីទេអាសម្លាប់ក៏ហ៊ានអាលួចក៏ហ៊ានអាប្តីប្រពន្ធគេក៏បៀតបៀនក៏ហក់ទាំងអស់ហ៊ានធ្វើអស់បានតែសុរាជាចំណងរបស់សិលតែផឹកស្រាមបាច់សំសិលលេញញៀតមិនញញៀតថាគ្នាសំសិលតែ4នេះតែប្រាប់គេអញ្ចឹងមកសំសិលតែ4សួរតែសំសិលអីខ្លះ
ถ้าซ่อมชีเวียงมันสำลับมันรวยบีบยินได้บอกวนโกงก็แต่พระสระอ๋อแต่พระนั้นไอ้ตั้งอ๋อมันรสาเตเซลในบรรยงนี้จังบานสกได้ซับซ้ำรสาเซลแล้วก็ไอเชียบเพราะยังเชียบไอตายงเงียนรสาบานเชียบเต้าเซลพรามกับมนุษย์เทวะพอพูดถึงมนุษย์เทวดาเทวดากนองทานสูงลูกเมียนเซลพรามปีกำเนิดมนุษย์ยังแต่ยังสมาธิปีประสองบ้านเมียนเซลพรามเชียบเซลยังน้องเทวดาสมาคณียมเมียนอัดเมียนอนากรบนารบอาเนสัมมาเพียบเทวดาเราขนมดำเชื่อตามเบือดตามคลองทวีไอ้เคยโลกซาเยิงปอพอเยิงเกี่ยมันเดือดล้อลมมันอ้อยยังอันตรายเดือดซ้ำเปื่ออัคระบอปูเปียยองขนมเดเราสำแดงยังแต่จะอาจจะยังล้อเทวดารสาอย่างเงี้ยบางยมเงี้ยพอเปรตเปื่ออัคระปรามยางนั่งเมียนเทวดานามรสายังเทวดาลูกเมียนเซลยึกได้เซลอ๋อเทวดานามรสายังเอาถูกบันสรันมากระดับแล้วก็เมียนเทวดานำมาใช้ปุ๊บปุ๊บเราสำแดงยังจะบ้านปุ๊บปุ๊บเราจะบ้านเนี่ยไอ้จังไอ้เทวดารักษาเนี่ยไอ้ช่วยเนี่ยไอ้สมัยเนี่ยไอ้ช่วยคนไอ้มนช่วยคนยังมนคือเอายังเมียนเซลพรำหาเชื่อมนุษย์ได้เมียนเตียนเมียนเซลเทวดาหนุช่วยไม่หาวหนุเต้ปอเมียนมนุษย์อัคระปุเปียยังเราน่ะดามาจำยังเนี่ยเทวดาลูกเป็นชี้อะไรจำเนี่ยเอายังเน่ากันน้าเอาสตราได้ชี้ยังนี่คือน้องพุทธศาสนาพระพุทธสมเด็จจ้ะนี่บรรยมจังไอเทวดารักษาเซลพรำนะอุยซาเซลปราเมนบาตกก้อซอนาสลิซอเปซอมอวันนักเมียนเตยงเงียนเอาแต่ชีเวียงเปิดปรามยานั่งเนี่ยเมียนเซลละก่อนนั้นซ้อมเอายังเงียจีเรียอุยเซลปรามโยมเงียกระเตะอันเอ็มเต้นซ้อมเซลบานเราจังรำจังเชียงไอถ้าเซลปรามรำเชียงกับบานเมียนห้ามในขนมสิขาบอดจังเชียงเล้งจังรำเล้งกับบ้านเถอะแต่ห้ามกรมตะพสรารำเล่นชีริบ้านตาชีเวียงตาปรำยางนั่นสิขาบัดเดนลูกหามเบอร์เซลผมใบบ้านลูกหามชีริงเริ่มใหม่ขนมมายุ่มอะไรทั้งไงมันอ้อยชีริงเริ่มอ้อยตกแต่งเรียงกายได้เซลผมใบอุ้ยเซลผมใบเมียนมายุ่มอะไรทั้งไงเด่นไปบุญมองไปมันมองอ๋อแต่มันเอาเซลปรำบินแต่ได้บาร์ซาเซลผมไปแต่บาร์ซาเซลพรำเอาแต่เชื่อมแต่ยังเงียบก็อ๋อชีวิตกว้างตัวก็เทวดาได้สวายประวัติมังป้าน้อยพระพุทธรูปสำแดงอย่างจังนี่ยัยเป็นโยมเนี้ยจังบานสักได้สองหรือโยมเนี้ยจังบานเติบสมบัติแต่โยมเนี้ยบริจาคเตียนเติบสมบัติอย่างเมียนบริจาคเตียนเธอเตียนบอกอันนั้นจากได้เติบสมบัติได้โยมเนี้ยเมียนเอาหนองเตี้ยคำโรคบานมาดังเงบตัวโยเตาอัดรุ่ยเตะก็จะเกิดมอตเตะเราเกิดไอโรตรับสมบัติบ้านดังเงบเตาเตะจะอัดโยตรับสมบัติตัวบ้านเอาไว้ได้เตาเยี่ยมครูยังเมียนวิปากะคือพอระบบกรรมอัครายังทวีอย่างโดยสมอลเชื่อมน้อง